ប្រាសាទសម្បូរព្រៃគុកនាសម័យបុរាណជាទីតាំងអ្វីតើអត្ថន័យនៃពាក្យព្រៃគុកមានន័យយ៉ាងណាភ្នំពេញថ្ងៃទី8ខែកក្កដាឆ្នាំ2017ជាថ្ងៃប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសមានមោទនភាពនិងសាទរជាថ្មីម្ដងទៀតបន្ទាប់រំលងមួយថ្ងៃពីពិធីរំលឹកខួប9ឆ្នាំប្រាសាទព្រះវិហារមកនេះគឺប្រាសាទសម្បូរព្រៃគុកត្រូវបានគណៈកម្មការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតើប្រាសាទសម្បូរព្រៃគុកនាសម័យបុរាណជាទីតាំងអ្វីហើយពាក្យព្រៃគុកមានន័យយ៉ាងណាអ្នកជំនាញផ្នែកអរិយធម៌ខ្មែរលោករតសណ្ដាប់បានថ្លែងថាបើនិយាយពីទីតាំងប្រាសាទសម្បូរព្រៃគុកនាសម័យបុរាណគឺជារាជធានីខ្មែរបុរាណនគរភ្នំពាក្យគុកសំដៅប្រាសាទឬទីងងឹតបានន័យថាជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្តព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជារបស់ព្រះរាជាគឺមិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេហើយបច្ចុប្បន្នពាក្យគុកក៏មានន័យអប់រំចិត្តដែរគឺមិនមែនជាទីសម្រាប់សប្បាយនោះទេដោយក្នុងនោះចំពោះទីតាំងភូមិសាស្ត្រប្រាសាទសម្បូរព្រៃគុកទៀតសោតបានភ្ជាប់ទៅនឹងទន្លេសាបដោយមានផ្លូវបុរាណចេញពីកំពែងក្រុងក្នុងបរិវេណនៃទីក្រុងនេះគឺមានកំពែងព័ទ្ធជុំវិញដោយដី2ជាន់ហើយជ្រុងខាងលិចប្រវែងប្រមាណ2គីឡូម៉ែត្រនិងមានរៀបចំប្រព័ន្ធផ្លូវទឹកយ៉ាងសម្បូរបែបទៀតផងចំពោះការរស់នៅរបស់ប្រជាជនវិញមានចំនួនរាប់ម៉ឺនគ្រួសារនិងនៅចំកណ្ដាលក្រុងមានការរៀបចំអាសនៈយ៉ាងធំសម្រាប់ព្រះរាជាធ្វើសវនកម្មផងដែរលោករតសណ្ដាប់បានបន្តថាប្រាសាទសម្បូរព្រៃគុកបានកសាងឡើងដោយព្រះបាទឦសានវរ្ម័នទី1ក្នុងសតវត្សទី7នៃគ្រិស្តសករាជបើតាមសិលាចារឹកជាភាសាសំស្ក្រឹតនិងភាសាខ្មែររាជធានីនេះមានឈ្មោះថាឦសានបុរៈជានាមរបស់ព្រះអង្គផ្ទាល់អ្វីដែលសំខាន់នោះក្នុងរជ្ជកាលព្រះអង្គចំពោះការគ្រប់គ្រងគឺផ្នែកនយោបាយនិងសាសនាដោយហេតុនេះបានជាក្នុងរាជព្រះអង្គមានការកសាងប្រាសាទយ៉ាងច្រើនក្នុងនោះចំពោះការកសាងក៏មានច្រើនដំណាក់កាលផងដែរបានន័យថាចាប់ពីសតវត្សទី7ដល់សតវត្សទី11ជាបន្តបន្ទាប់មានប្រមាណជាង80ប្រាសាទតែក្នុងចំណោមប្រាសាទនេះគឺភាគច្រើនបានកសាងក្នុងរាជស្ដេច3អង្គទី1ឦសានវរ្ម័នទី1ទី2ព្រះបាទមហេន្ទ្រវរ្ម័ននិងទី3ព្រះបាទភវរ្ម័នទី2ព្រោះតែហេតុនេះបានជាប្រាសាទសម្បូរព្រៃគុកត្រូវបានគេចាត់ថ្នាក់ក្នុងរចនាបថមានដូចជាសម្បូរព្រៃគុកព្រៃក្មេងកំពង់ព្រះគូលែននិងបាពួននាសតវត្សទី11នេះឯងក្នុងចំណោមប្រាសាទទាំងនេះផងដែរចំពោះចំណុចពិសេសផ្នែករចនាបថនោះគឺក្បាច់ផ្កាឈូកឬត្របកឈូកជាក្បាច់លម្អមានអត្ថន័យសំខាន់ណាស់ក្នុងជំនឿខ្មែររហូតមកដល់ថ្ងៃនេះគឺតំណាងឲ្យភាពស្អាតស្អំនិងបរិសុទ្ធជាចុងបញ្ចប់លោកបានថ្លែងថាស្ថិតក្នុងដំណាក់កាលប្រវត្តិក្រោយមកប្រាសាទសម្បូរព្រៃគុកនៅឆ្នាំ1911ត្រូវបានជនជាតិបារាំងលោកហង្រីប៉ាតេម៉ង់ទីជេជាតំណាងសាលាបារាំងចុងបូព៌ាលោកបានធ្វើការសិក្សាលម្អិតនិងបានបែងចែកប្រាសាទសម្បូរព្រៃគុកនេះជា3ក្រុម1ក្រុមប្រាសាទសម្បូរក្រុមខាងជើងប្រហែលជាប្រាសាទសាងចាស់ជាងគេនៅសតវត្សទី7 2ក្រុមប្រាសាទខាងត្បូងនិងចុងក្រោយក្រុមប្រាសាទតោក្រុមកណ្ដាលតមកទៀតក្នុងសម័យសង្គ្រាមនាទសវត្សរ៍ឆ្នាំ1970មកក្រុមប្រាសាទសម្បូរព្រៃគុកក៏ស្ថិតនៅក្នុងភាពឯកោនិងមានការគំរាមកំហែងពីធម្មជាតិម្ដងទៀតបច្ចុប្បន្នប្រាសាទសម្បូរព្រៃគុកស្ថិតក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានរះនិងបង្ហាញខ្លួនយ៉ាងខ្ពស់ត្រដែតក្នុងនាមប្រជាជាតិខ្មែរធ្លាប់មានអរិយធម៌ដ៏រុងរឿងនិងបានស្រែកប្រាប់ទៅពិភពលោកថាកម្ពុជាបានសន្តិភាពហើយ